đào ơi tôi làm ăn nó không ấp chặt tiền cameraman đi to ta thời chất bàn vô tầm thời chất đấy cứ ăn vô thế camera yang ang at vô thế to ta thời chất haiនេះជាសមិទ្ធផលដែលបានរូបថតមកមុនបងប្អូនខ្ញុំថតគឺគាត់ប្រឹកព្រៀងខ្លាំងណាស់បងប្អូនប៉ុន្តែថ្ងៃនេះគឺថារបៀបលេងសើចដែរអញ្ចឹងណាអ៊ីសាយូជុំគ្នាម្ដងការមកលេងមកក្រាលនេះបងប្អូនមិនមែនថាមកលេងនៅនឹងហ្មងទេគឺថាមកភ្នោយាយអញ្ចឹងណាក៏ហួសមកលេងមកក្រាលនឹងហ្មងទៅឥឡូវគឺថាខ្ញុំចាប់ផ្ដើមកាន់កាមេរ៉ាថតម្ដងហើយការថតរបស់ខ្ញុំគឺថាចុចយកហ្មងអត់សូវប្រឹកព្រៀងអីហ្មងទេបងប្អូនលទ្ធផលចេញរូបថតមកក៏រៀងគ្រាន់បើដែរអញ្ចឹងណាដោយសារតែកាន់កាមេរ៉ាថតនឹងរៀងយូរដែរហើយបងប្អូននិយាយទៅមកលេងថ្ងៃនោះគឺសប្បាយខ្លាំងហ្មងសប្បាយខ្លាំងមែនតើដោយសារអីគឺយូរជុំគ្នាបងប្អូនម្ដងអញ្ចឹងណាដោយសារតែបងប្អូនខ្ញុំអ្នកលក់ដូរអញ្ចឹងមិនងាយបានចេញដើរលេងទេបងប្អូនយូរបានចេញដើរលេងម្ដងគឺថាលេងឲ្យអស់ចិត្តឲ្យសប្បាយអស់ចិត្តហ្មងចាំមើលបងប្អូនលទ្ធផលដែលខ្ញុំថតចេញមកប៉ុន្តែនេះគឺខ្ញុំថតវាថាថតផ្ដេកអញ្ចឹងណាដោយសារគ្នាច្រើនណាបងប្អូនតោះតែមើលលទ្ធផលការថតរូបរបស់ខ្ញុំនិយាយទៅអត់ជំនាញទេបងប្អូនប៉ុន្តែចូលចិត្តថតអញ្ចឹងណាពេលដែលយើងដើរលេងបានថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងគឺថាពេលដែលមកដល់ផ្ទះវិញគឺដេកមើលរូបថតអញ្ចឹងហ្មងពេលដែលមកដល់ភ្លាមខ្ទង់ម៉ោង10ជាងគឺថាហូបបាយជុំគ្នាមុនឲ្យហើយអញ្ចឹងមកមុននឹងទៅចុះទឹកលេងណាបងប្អូនហើយមកហូបអត់មានអីធំដុំទេបងប្អូនប្រអប់ហុកហ្នឹងគឺថាសាច់មាន់សាច់គោអីគឺមិនអាចប្រៀបបានទេបងប្អូនពេលដែលបាយទឹកហើយបងប្អូននិយាយថាអង្គុយស្រក់ពោះតែបន្តិចទេគឺនាំគ្នាទៅរកទឹកហើយបងប្អូនដោយសារតែទ្រាំមិនបានទេទឹកនឹងមកក្រាលគឺថាស្អាតទិដ្ឋភាពស្អាតដែរកន្លែងមួយទឹកក៏ច្រើនទៀតហើយទឹករាក់អញ្ចឹងណាអញ្ចឹងគឺលេងទឹកអត់ខ្លាចទេបងប្អូនដូចខ្ញុំនិយាយអញ្ចឹងពេលដែលមកដើរលេងគឺថាចូលចិត្តខ្លាំងមែនតើគឺថតរូបនឹងតែម្ដងថតជាវីដេអូថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងណានេះជាទិដ្ឋភាពទឹកហូរគឺថាអូយទឹកស្អាតណាស់បងប្អូនហើយការដើរលេងគឺថាប៉ិនខាងថតនឹងតែម្ដងនិយាយទៅឲ្យតែដើរលេងថតរូបទុកជាអនុស្សាវរីយ៍បងប្អូនធម្មតាយើងទៅដើរលេងតាយើងបានថតរូបទុកទេពេលដែលមកដល់ផ្ទះវិញគឺថាភ្លេចអស់ហើយបងប្អូនប៉ុន្តែពេលដែលយើងថតរូបទុកពេលដែលយើងបានមើលឃើញរូបថតហ្នឹងគឺនឹកឃើញអនុស្សាវរីយ៍នឹកឃើញការដើរលេងរបស់យើងអីចឹងណាមួយទឹកភ្លេចខ្លួនបងប្អូនល្ងាចបាត់ហើយអញ្ចឹងគឺថារៀបចំបាយវ៉ាន់ទៅផ្ទះវិញអញ្ចឹងណាហើយពេលដែលមកដល់ក្រៅហ្នឹងគឺបងប្អូនអ៊ំពូមីងគឺចាក់បាសរមនឹងក្រៅអញ្ចឹងណាសប្បាយមួយយ៉ាងដែរបងប្អូនឥឡូវគឺថាទៅផ្ទះវិញហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនអរគុណជាមួយនឹងបងប្អូនគាត់តាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ